នេះគឺជាការបំបីខ្លឹមសារទាំង10ចេញពីពាក្យថាសុខភាពផ្លូវចិត្តសន្តិភាពក្នុងចិត្ត 1. ការយល់ដឹងពីអារម្មណ៍ខ្លួនឯងចេះស្គាល់ទុក្ខសោកក្តីបារម្ភឬកំហឹងដែលកាន់ឡើងក្នុងខ្លួន 2. ការទទួលយកខ្លួនឯងពេញចិត្តនឹងភាពពិតរបស់ខ្លួនទាំងចំណុចខ្លាំងនិងចំណុចខ្សោយ 3. ការគ្រប់គ្រងភាពតានតឹងចេះបន្ធូរអារម្មណ៍ដកដង្ហើមជ្រៅៗពេលប្រឈមនឹងបញ្ហា 4. ការមានទំនាក់ទំនងល្អជាមួយអ្នកដទៃចេះស្ដាប់ចេះអាណិតអាសូរនិងមិនប្រកាន់ខ្លួនពេក 5. ការចេះអភ័យទោសមិនយកកំហុសអ្នកដទៃមកធ្វើទារុណកម្មចិត្តខ្លួនឯង 6. ការរស់នៅដោយដឹងខ្លួន mindfulness ផ្ដោតលើបច្ចុប្បន្នភាពមិនជាប់ជំពាក់នឹងអតីតឬបារម្ភអនាគត 7. ការមានគោលដៅក្នុងជីវិតដឹងថាខ្លួនចង់បានអ្វីនិងដើរទៅរកគោលដៅដោយសុខដុម 8. ការគេងលក់ស្រួលនិងសម្រាកគ្រប់គ្រាន់ការសម្រាកល្អជួយឲ្យចិត្តភ្លឺថ្លាមិនឆាប់ខឹង 9. ការចេះបដិសេធដោយសុភាពមិនទទួលយកអ្វីដែលហួសកម្លាំងឬធ្វើឲ្យចិត្តតានតឹង 10. ការស្វែងរកជំនួយពេលត្រូវការមិនស្ទាក់ស្ទើរនៃការពិគ្រោះជាមួយអ្នកជំនាញឬអ្នកទុកចិត្តខ្លឹមសារទី1ការយល់ដឹងពីអារម្មណ៍ខ្លួនឯងការយល់ដឹងពីអារម្មណ៍ខ្លួនឯងគឺជាគ្រឹះទី1នៃសន្តិភាពក្នុងចិត្តមនុស្សភាគច្រើនរស់នៅដោយមិនបានផ្អាកសួរខ្លួនឯងសូម្បីតែមួយផ្លែតថាតើខ្ញុំកំពុងមានអារម្មណ៍អ្វីអារម្មណ៍ដូចជារលកសមុទ្រកើតឡើងប្រែប្រួលនិងរលត់ទៅតែបើយើងមិនស្គាល់វាទេយើងនឹងត្រូវវាអូសទៅតាមចរន្តការយល់ដឹងនេះហៅថា emotional awareness ឬ metacognition ក្នុងចិត្តវិទ្យាឧទាហរណ៍ពេលអ្នកបើកបររួចជាប់គាំងអ្នកប្រហែលជាមានអារម្មណ៍ក្តៅក្រហាយក្នុងទ្រូងសាច់ដុំស្មារឹងហើយគំនិតរត់ប៉ុណ្ណឹងថាហេតុអីគេបើកបរអញ្ចឹងប្រសិនបើអ្នកមិនដឹងខ្លួនទេអ្នកអាចស្រែកដាក់គេឬជិះក្របីតាមរហូតដល់ប៉ះគ្នាប៉ុន្តែប្រសិនបើអ្នកដឹងខ្លួនអ្នកនឹងឈប់មួយផ្លែតដកដង្ហើមវិញៗហើយទទួលស្គាល់ថាខ្ញុំកំពុងខឹងការទទួលស្គាល់នេះដូចជាការបើកភ្លើងក្នុងបន្ទប់ងងឹតសរសៃប្រសាទវិទ្យាបានបង្ហាញថាពេលយើងដាក់ឈ្មោះអារម្មណ៍តាមរយៈពាក្យសម្ដីខួរក្បាលផ្នែក prefrontal cortex ផ្នែកសម្រេចចិត្តនិងទប់ស្កាត់នឹងចូលមកធ្វើការនិងកាត់បន្ថយសកម្មភាពរបស់ amygdala ផ្នែកប្រតិកម្មភ័យខ្លាចនិងកំហឹងសាស្ត្រាចារ្យ Matthew Lieberman នៅ UCLA ហៅឥទ្ធិពលនេះថា affect labeling ការសិក្សារបស់គាត់បង្ហាញថាពេលអ្នកចូលរួមពិសោធន៍ឃើញរូបភាពគួរឲ្យភ័យខ្លាចហើយត្រូវបានសុំឲ្យដាក់ឈ្មោះអារម្មណ៍របស់ពួកគេសកម្មភាពនៅ amygdala ថយចុះគួរឲ្យកត់សម្គាល់ដូច្នេះការយល់ដឹងពីអារម្មណ៍មិនមែនគ្រាន់តែជាការស្មានទេវាជាឧបករណ៍ព្យាបាលចិត្តដ៏មានឥទ្ធិពលការអនុវត្តជាក់ស្ដែងចាប់ផ្ដើមដោយការកត់ត្រាអារម្មណ៍ប្រចាំថ្ងៃរៀងរាល់ល្ងាចសួរខ្លួនឯង3សំណួរ 1. តើអារម្មណ៍អ្វីដែលខ្លាំងជាងគេក្នុងថ្ងៃនេះ 2. តើព្រឹត្តិការណ៍អ្វីបណ្ដាលឲ្យវាកើតឡើង 3. តើខ្ញុំមានអារម្មណ៍នោះនៅត្រង់ណាក្នុងខ្លួនឧទាហរណ៍ក្បាលធ្ងន់ទ្រូងញាប់ដៃញ័រការធ្វើបែបនេះជាប្រចាំរយៈពេល21ថ្ងៃនឹងជួយបង្កើតសាច់ដុំផ្នែកយល់ដឹងពីអារម្មណ៍ហើយអ្នកនឹងឃើញថាអ្វីដែលធ្លាប់ធ្វើឲ្យអ្នកឆេវឆាវឥឡូវអ្នកអាចគ្រប់គ្រងបានដោយស្វ័យប្រវត្តិសន្តិភាពក្នុងចិត្តកើតចេញពីចំណេះដឹងថាខ្ញុំមិនមែនជាអារម្មណ៍របស់ខ្ញុំទេខ្ញុំគ្រាន់តែជាអ្នកសង្កេតមើលវាប៉ុណ្ណោះខ្លឹមសារទី2ការទទួលយកខ្លួនឯងការទទួលយកខ្លួនឯងឬ self acceptance គឺជាមូលដ្ឋានសុខភាពផ្លូវចិត្តដែលគេយល់ច្រឡំច្រើនជាងគេមនុស្សជាច្រើនគិតថាការទទួលយកខ្លួនឯងមានន័យថាប្រងើយកន្តើយឬសម្រាកក្នុងភាពខ្ជិលតាមពិតការទទួលយកខ្លួនឯងគឺជាការមើលឃើញខ្លួនឯងទាំងស្រុងទាំងចំណុចល្អទាំងចំណុចខ្សោយដោយគ្មានការវិនិច្ឆ័យថាត្រូវឬខុសវាដូចជាការសម្លឹងមើលមេឃពេលយប់អ្នកឃើញទាំងផ្កាយភ្លឺនិងចំណុចងងឹតប៉ុន្តែអ្នកមិននិយាយថាផ្កាយនេះមិនគួរភ្លឺពេកឬផ្ទៃមេឃនេះខ្មៅពេកអ្នកគ្រាន់តែទទួលស្គាល់ថាវាជារូបភាពពេញលេញក្នុងចិត្តវិទ្យាសុខភាពការទទួលយកខ្លួនឯងត្រូវបានភ្ជាប់ជាមួយនឹងការថយចុះជំងឺធ្លាក់ទឹកចិត្តការថប់បារម្ភនិងការប្រព្រឹត្តដដែលឬ rumination លោក Carl Rogers អ្នកចិត្តវិទ្យាមនុស្សសាស្ត្រល្បីបាននិយាយថាដំណើរការនៃការល្អប្រសើរគឺមិនមែនដកយកចេញនៅអ្វីដែលខុសនោះទេប៉ុន្តែ
ជាការទទួលយកនៅអ្វីដែលខ្លួនជាឧទាហរណ៍ជាក់ស្ដែងស្រមៃថាអ្នកមានទម្លាប់ខឹងងាយប្រសិនបើអ្នកបដិសេធមិនទទួលស្គាល់ថាខ្លួនងាយខឹងអ្នកនឹងចំណាយថាមពលយ៉ាងច្រើនក្នុងការបង្ក្រាបឬបន្ទោសខ្លួនឯងផ្ទុយទៅវិញប្រសិនបើអ្នកទទួលស្គាល់ថាខ្ញុំជាមនុស្សដែលមានទម្លាប់ខឹងងាយអ្នកអាចសួរថាតើខ្ញុំអាចធ្វើអ្វីបាននៅពេលដែលកំហឹងកើតឡើងការទទួលយកមិនមែនជាការលាលែងដៃទេវាជាការចាប់ផ្ដើមនៃការផ្លាស់ប្ដូរពិតប្រាកដការសិក្សាមួយរបស់សាកលវិទ្យាល័យ Berkeley បានរកឃើញថាអ្នកចូលរួមដែលត្រូវបានបង្រៀនឲ្យទទួលយកអារម្មណ៍អវិជ្ជមានរបស់ពួកគេជំនួសឲ្យការវិតម្លៃថាវាអាក្រក់មានកម្រិត stress ទាបជាងទោះបីពួកគេប្រឈមមុខនឹងកិច្ចការលំបាកក៏ដោយរបៀបហ្វឹកហាត់ការទទួលយកខ្លួនឯងពេលអ្នកធ្វើខុសសូមនិយាយជាមួយខ្លួនឯងដូចជាអ្នកកំពុងនិយាយជាមួយមិត្តជិតស្និទ្ធកុំជេរខ្លួនឯងសរសេរចំណុចខ្សោយរបស់អ្នកលើក្រដាសមួយបន្ទាប់មកសរសេរថាទោះបីខ្ញុំមានចំណុចខ្សោយនេះខ្ញុំនៅតែសមនឹងទទួលបានសេចក្តីសុខហាត់កញ្ចក់និយាយ mirror talk រៀងរាល់ព្រឹកឈរមុខកញ្ចក់ហើយនិយាយថាខ្ញុំទទួលយកខ្លួនឯងទាំងស្រុងទាំងអ្វីដែលខ្ញុំអាចផ្លាស់ប្ដូរបាននិងមិនអាចផ្លាស់ប្ដូរបានការអនុវត្តនេះដំបូងអាចគួរឲ្យឆ្គងប៉ុន្តែក្រោយពេល30ថ្ងៃអ្នកនឹងមានអារម្មណ៍ថាទម្ងន់ដ៏ធំមួយត្រូវបានដោះចេញពីស្មាសន្តិភាពក្នុងចិត្តមិនមែនជាការគ្មានបញ្ហាទេប៉ុន្តែជាការមិនមានសង្គ្រាមជាមួយខ្លួនឯងខ្លឹមសារទី3ការគ្រប់គ្រងភាពតានតឹងភាពតានតឹង stress គឺជាប្រតិកម្មធម្មជាតិរបស់រាងកាយនិងចិត្តពេលប្រឈមនឹងសម្ពាធប៉ុន្តែបើទុកឲ្យកកកយូរវាคล้ายជាថ្នាំពុលស្ងាត់ការគ្រប់គ្រងភាពតានតឹងមិនមែនមានន័យថាលុបបំបាត់ទាំងស្រុងនៅប្រភពតានតឹងទាំងអស់នោះទេព្រោះมันអាចទៅរួចប៉ុន្តែមានន័យថាផ្លាស់ប្ដូររបៀបដែលយើងឆ្លើយតបនឹងវាចិត្តវិទូ Richard Lazarus បានបង្កើតគំរូការវិតម្លៃការយល់ដឹង Cognitive Appraisal Model ដែលពន្យល់ថាភាពតានតឹងកើតឡើងមិនមែនដោយសារព្រឹត្តិការណ៍ខ្លួនឯងទេប៉ុន្តែដោយសារការបកស្រាយរបស់យើងចំពោះព្រឹត្តិការណ៍នោះឧទាហរណ៍ពេលជាប់គាំងចរាចរណ៍មនុស្សម្នាក់អាចគិតថានេះជាឱកាសស្ដាប់ podcast រីឯម្នាក់ទៀតគិតថាខ្ញុំនឹងទៅធ្វើការមិនទាន់ហើយចៅហ្វាយនឹងស្ដីបន្ទោសតានតឹងដូចគ្នាប៉ុន្តែប្រតិកម្មខុសគ្នាដើម្បីគ្រប់គ្រងតានតឹងប្រកបដោយប្រសិទ្ធភាពយើងអាចប្រើបច្ចេកទេសដូចខាងក្រោមដកដង្ហើមជ្រៅជ្រៅបច្ចេកទេស4-7-8ស្រូបច្រមុះរយៈពេល4វិនាទីសង្កត់ដង្ហើម7វិនាទីដកដង្ហើមចេញតាមមាត់8វិនាទីធ្វើ4ទៅ5ដងប្រព័ន្ធប្រសាទប៉ារ៉ាស៊ីមប៉ាតេទិកនឹងត្រូវបានកេះបញ្ចុះចង្វាក់បេះដូងនិងសម្ពាធឈាម 2. ចលនារាងកាយការដើរ10នាទីលោតញាក់ឬរាំតាមចង្វាក់ភ្លេងអាចបញ្ចេញ endorphin និងកាត់បន្ថយ cortisol ឬអរម៉ូនតានតឹងបានរហូតដល់ 30% 3. ការផ្ដាច់ភ្ជាប់ពីអេក្រង់ពន្លឺខៀវពីទូរស័ព្ទនិងកុំព្យូទ័ររំញោកខួរក្បាលឲ្យដំណើរការជាប់ជានិច្ចបង្កើនភាពតានតឹងរ៉ាំរ៉ៃកំណត់ពេល digital detox យ៉ាងហោច30នាទីមុនចូលគេង 4. ការសរសេររៀបរាប់ឬ expressive writing សរសេរអ្វីដែលធ្វើឲ្យអ្នកតានតឹងចុះលើក្រដាសរួចហែកចោលឬដុតចោលការសិក្សារបស់សាស្ត្រាចារ្យ James Pennebaker បង្ហាញថាការសរសេរអំពីអារម្មណ៍ឈឺចាប់រយៈពេល15ទៅ20នាទីជាប់គ្នា3ទៅ4ថ្ងៃអាចពង្រឹងប្រព័ន្ធភាពស៊ាំនិងបន្ថយទស្សនកិច្ចទៅកាន់គ្រូពេទ្យបាន 50% 5. បញ្ចេកទេស stop S stop ឈប់ធ្វើអ្វីដែលកំពុងធ្វើ T take a breath ដកដង្ហើមមួយស្រួច O observe សង្កេតមើលអារម្មណ៍និងរាងកាយ P proceed បន្តដោយប្រុងប្រយ័ត្នការអនុវត្តបញ្ចេកទេសទាំងអស់នេះជាប្រចាំប្រៀបដូចជាការសាងសង់ទំនប់ទប់ទឹកជំនន់ភាពតានតឹងនឹងមិនរលាយបាត់ឡើយប៉ុន្តែអ្នកនឹងមានឧបករណ៍គ្រប់គ្រាន់ដើម្បីកុំឲ្យវាហូរច្រោះសន្តិភាពក្នុងចិត្តរបស់អ្នកខ្លឹមសារទី4ការមានទំនាក់ទំនងល្អជាមួយអ្នកដទៃទំនាក់ទំនងសង្គមដែលមានគុណភាពគឺជាកត្តាការពារដ៏សំខាន់បំផុតមួយសម្រាប់សុខភាពផ្លូវចិត្ត
ការសិក្សារយៈពេល80ឆ្នាំរបស់សាកលវិទ្យាល័យ Harvard Study of Adult Development បានរកឃើញថាកត្តាដែលទស្សន៍ទាយសុភមង្គលបានត្រឹមត្រូវបំផុតមិនមែនជាទ្រព្យសម្បត្តិឬគេទៅឈ្មោះទេគឺជាគុណភាពនៃទំនាក់ទំនងជិតស្និទ្ធតែការមានទំនាក់ទំនងល្អមិនមែនមានន័យថាត្រូវមានមិត្តច្រើនរយនាក់ទេប៉ុន្តែជាសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងដោយស្មោះត្រង់ស្ដាប់ដោយយកចិត្តទុកដាក់និងដោះស្រាយជម្លោះដោយមិនបំផ្លាញគ្នាគន្លឹះសំខាន់ៗ 1. ការស្ដាប់យ៉ាងសកម្ម active listening នៅពេលនរណាម្នាក់កំពុងនិយាយកុំរៀបចំចម្លើយក្នុងក្បាលផ្ទុយទៅវិញចូលសម្លឹងមើលភ្នែកងក់ក្បាលបន្តិចនិងសួរសំណួរបំភ្លឺដូចជាតើអ្នកមានអារម្មណ៍យ៉ាងណាពេលនោះ 2. ការប្រើពាក្យខ្ញុំ I statement ជំនួសឲ្យការនិយាយថាអ្នកមិនដែលស្ដាប់ខ្ញុំសូមនិយាយថាខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តពេលខ្ញុំនិយាយហើយមិនទទួលបានការឆ្លើយតបការនេះកាត់បន្ថយការបន្ទោសនិងធ្វើឲ្យអ្នកទទួលមិនប្រកាន់ការពារខ្លួន 3. ការកំណត់ព្រំដែន boundary setting ទំនាក់ទំនងល្អមិនមានន័យថាត្រូវទទួលយកអ្វីៗទាំងអស់នោះទេចូលប្រាប់អ្នកដទៃដោយសុភាពថាខ្ញុំមិនអាចជួយបាននៅពេលនេះទេឬខ្ញុំត្រូវការពេលទំនេរខ្លះ 4. បច្ចេកទេសដាក់ខ្លួនក្នុងស្បែកជើងគេមុននឹងវិនិច្ឆ័យអ្នកដទៃសូមស្រមៃថាប្រសិនបើយើងមានប្រវត្តិបញ្ហានិងដែនកំណត់ដូចគេតើយើងនឹងប្រព្រឹត្តដូចគេដែរឬទេការយល់ចិត្ត empathy ខុសពីការអាណិត sympathy អាណិតគឺមើលពីលើចុះក្រោមឯការយល់ចិត្តគឺឈរក្បែរគ្នាក្នុងរណ្ដៅតែមួយការសិក្សាមួយនៅសាកលវិទ្យាល័យ North Carolina បានបង្ហាញថាមនុស្សដែលមានទំនាក់ទំនងសង្គមគាំទ្រខ្ពស់មានកម្រិត cortisol ទាបជាងនិងងើបឡើងវិញពីជំងឺបានលឿនជាងដូច្នេះការវិនិយោគពេលវេលាលើទំនាក់ទំនងដូចជាការណាត់ជួបមិត្តភក្តិម្នាក់រៀងរាល់សប្តាហ៍ឬការសួរសុខទុក្ខបងប្អូនគឺជាការវិនិយោគផ្ទាល់លើសន្តិភាពក្នុងចិត្តរបស់អ្នកខ្លឹមសារទី 5 ការចេះអភ័យទោសការអភ័យទោសគឺជាសិល្បៈមួយដែលមនុស្សយល់ច្រឡំថាជាការទន់ខ្សោយឬការលើកលែងទោសឲ្យអ្នកដទៃប៉ុន្តែតាមការពិតអភ័យទោសគឺជាអំណោយដែលអ្នកផ្ដល់ឲ្យខ្លួនឯងសាស្ត្រាចារ្យ Fred Luskin នៃសាកលវិទ្យាល័យ Stanford ដែលជាអ្នកជំនាញខាងការអភ័យទោសបានកំណត់ថាការអភ័យទោសគឺជាអារម្មណ៍សន្តិភាពនិងការយល់ដឹងដែលកើតឡើងនៅពេលអ្នកឈប់ទាមទារឲ្យអតីតកាលទៅជាខុសពីអ្វីដែលវាជាការមិនអភ័យទោសប្រៀបដូចជាការកាន់ដុំធ្យូងក្តៅដោយសង្ឃឹមថានឹងបោះទៅលើអ្នកដទៃតែអ្នកដែលឆេះដៃគឺអ្នកផ្ទាល់ការសិក្សាផ្នែកសរសៃប្រសាទបង្ហាញថាការគិតពីការអភ័យទោសធ្វើឲ្យសកម្មភាពនៅក្នុង prefrontal cortex និងបន្ថយសកម្មភាពនៅក្នុង amygdala និង hypothalamus ដែលតាក់ទងនឹងការឆ្លើយតបតានតឹងរបៀបអនុវត្តការអភ័យទោសជាជំហាន 1. ទទួលស្គាល់ការឈឺចាប់កុំបដិសេធថាអ្នកមិនខឹងផ្ទុយទៅវិញសូមសារភាពដោយស្មោះថាអ្វីដែលគាត់បានធ្វើឲ្យខ្ញុំឈឺចាប់ 2. បំបែកអំពើចេញពីបុគ្គលអំពើអាក្រក់មិនមែនមានន័យថាអ្នកនោះជាមនុស្សអាក្រក់ទាំងស្រុងនោះទេមនុស្សគ្រប់រូបសុទ្ធតែមានភាពងងឹតនិងពន្លឺ 3. សម្រេចចិត្តអភ័យទោសឲ្យខ្លួនឯងជាមុនសូមសរសេរនៅលើក្រដាសថាខ្ញុំអភ័យទោសឲ្យខ្លួនឯងដែលបានកាន់ទុក្ខពាវនេះយូរពេក 4. ធ្វើពិធីតូចមួយដុតក្រដាសដែលសរសេរពីការអន់ចិត្តឬបោះដុំថ្មតំណាងឲ្យទុក្ខពាវទៅក្នុងទន្លេ 5. សរសេរសម្បត្តិអភ័យទោសមិនចាំបាច់ផ្ញើសរសេរទៅកាន់អ្នកដែលធ្វើបាបអ្នកថាខ្ញុំអភ័យទោសឲ្យអ្នកព្រោះខ្ញុំមិនចង់ឲ្យអ្នកមានអំណាចលើសុភមង្គលរបស់ខ្ញុំទៀតទេការសិក្សាមួយក្នុងទស្សនាវដ្តី Journal of Behavioral Medicine បានរកឃើញថាមនុស្សដែលបានឆ្លងកាត់កម្មវិធីអភ័យទោសរយៈពេល4សប្តាហ៍មានការថយចុះរោគសញ្ញាធ្លាក់ទឹកចិត្តការថប់បារម្ភនិងការឈឺចាប់រាងកាយសូមចងចាំថាការអភ័យទោសមិនមែនមានន័យថាអ្នកត្រូវត្រឡប់ទៅជឿទុកចិត្តអ្នកនោះវិញទេអ្នកអាចអភ័យទោសតែនៅតែការពារខ្លួនដោយកំណត់ព្រំដែនសន្តិភាពក្នុងចិត្តកើតឡើងនៅពេលដែលអ្នកឈប់ឲ្យអ្នកដទៃស្នាក់នៅដោយឥតគិតថ្លៃក្នុងក្បាលរបស់អ្នកថាខ្លឹមសារទី 6 ការរស់នៅដោយដឹងខ្លួន mindfulness ការរស់នៅដោយដឹងខ្លួន mindfulness គឺជាសមត្ថភាពក្នុងការយកចិត្តទុកដាក់ទៅកាន់បច្ចុប្បន្នភាព
ដោយមិនវិនិច្ឆ័យនេះមិនមែនជាគំនិតថ្មីទេវាមានឫសគល់ក្នុងប្រពៃណីពុទ្ធសាសនាអស់រាប់ពាន់ឆ្នាំប៉ុន្តែក្នុងទសវត្សរ៍ចុងក្រោយនេះវិទ្យាសាស្ត្រលោកខាងលិចបានបញ្ជាក់ពីប្រសិទ្ធភាពរបស់វាយ៉ាងច្រើនសាស្ត្រាចារ្យ John Kabat-Zinn ដែលជាអ្នកត្រួសត្រាយកម្មវិធី MBSR Mindfulness Based Stress Reduction បានបង្ហាញថាការអនុវត្ត mindfulness ជាប្រចាំអាចផ្លាស់ប្ដូររចនាសម្ព័ន្ធខួរក្បាលបាន neuroplasticity ការ scan MRI បង្ហាញថាអ្នកដែលហាត់ mindfulness រយៈពេល8សប្តាហ៍មានដុំស៊ីតេសារធាតុប្រភេទកើនឡើងនៅក្នុង hippocampus ទាក់ទងនឹងការចងចាំនិងការរៀននិងការថយចុះដុំស៊ីតេនៅក្នុង amygdala ទាក់ទងនឹងការភ័យខ្លាចនិងតានតឹងការអនុវត្តជាក់ស្ដែងងាយៗ 1. Mindful breathing អង្គុយឲ្យស្រួលបិទភ្នែកហើយយកចិត្តទុកដាក់ទៅលើខ្យល់ដង្ហើមដែលហូរចូលចេញពេលចិត្តរសាត់ដែលវានឹងរសាត់ជានិច្ចគ្រាន់តែទទួលស្គាល់ថាចិត្តខ្ញុំរសាត់រួចត្រឡប់មកកាន់ដង្ហើមវិញដោយទន់ភ្លន់ចាប់ផ្ដើមត្រឹម5នាទីក្នុងមួយថ្ងៃ 2. Mindful eating ពេលញ៉ាំអាហារសូមដាក់សំចុះរវាងមួយខាំទៅមួយខាំសង្កេតមើលពណ៌ក្លិនវាយនភាពនិងរសជាតិទំពាយឺតមានអំណរគុណចំពោះអាហារ 3. Mindful walking ពេលដើរសូមយកចិត្តទុកដាក់ទៅលើអារម្មណ៍នៃបាតជើងប៉ះនឹងដីឬចលនាជើងនីមួយៗមិនចាំបាច់ដើរយឺតដោយព្រះសង្ឃទេគ្រាន់តែដើរដោយដឹងខ្លួន 4. Body scan ដេកផ្ងាហើយរំកិលការយកចិត្តទុកដាក់ពីចុងម្រាមជើងឡើងទៅកាន់កំពូលក្បាលដោយសង្កេតមើលអារម្មណ៍នៅកន្លែងនីមួយៗដោយមិនព្យាយាមផ្លាស់ប្ដូរអ្វីទាំងអស់ការសិក្សារបស់សាកលវិទ្យាល័យ Oxford បង្ហាញថាការធ្វើ body scan រយៈពេល30នាទីក្នុងមួយថ្ងៃអាចកាត់បន្ថយការកើតឡើងវិញនៃជំងឺធ្លាក់ទឹកចិត្តបានរហូតដល់ 40% កុំរំពឹងថាចិត្តនឹងស្ងប់ស្រស់ភ្លាមៗការដឹងខ្លួនគឺដូចជាការហ្វឹកហាត់កូនឆ្កែអ្នកយកវាមកដាក់លើកន្ទេលវារត់ទៅអ្នកយកវាមកវិញហើយធ្វើបែបនេះម្ដងហើយម្ដងទៀតយូរទៅកូនឆ្កែរៀននៅស្ងៀមសន្តិភាពក្នុងចិត្តកើតឡើងនៅពេលអ្នកឈប់រស់នៅក្នុងអតីតដែលលែងមាននិងអនាគតដែលមិនទាន់មកដល់ហើយត្រឡប់មកកាន់អំណោយតែមួយគត់ដែលអ្នកពិតជាមានពេលនេះខ្លឹមសារទី7ការមានគោលដៅក្នុងជីវិតគោលដៅក្នុងជីវិតគឺដូចជាត្រីវិស័យសម្រាប់ទូកក្នុងសមុទ្រធំបើគ្មានទិសដៅទេយើងងាយនឹងរសាត់ទៅតាមខ្យល់និងរលកនៃកាលៈទេសៈការមានគោលដៅមិនមែនមានន័យថាត្រូវតែមានមហិច្ឆតាធំធេងដូចជាចង់ក្លាយជាអ្នកមានឬល្បីល្បាញនោះទេប៉ុន្តែវាអាចជារឿងសាមញ្ញដូចជារៀនធ្វើម្ហូបមួយមុខឲ្យឆ្ងាញ់ដាំដើមឈើមួយដើមឲ្យធំឬជួយមនុស្សម្នាក់ឲ្យមានសុភមង្គលរាល់ថ្ងៃអ្នកចិត្តវិទ្យា Viktor Frankl ដែលបានរួចរស់ជីវិតពីជំរំប្រមូលផ្ដុំណាស៊ីបានសរសេរក្នុងសៀវភៅ Man's Search for Meaning ថាអ្នកដែលអាចរស់បានក្នុងស្ថានភាពដ៏អមនុស្សធម៌បំផុតគឺអ្នកដែលនៅតែមានហេតុអ្វីឬ why សម្រាប់បន្តរស់នៅការសិក្សាសម័យទំនើបបានបញ្ជាក់ថាមនុស្សដែលមានគោលដៅក្នុងជីវិតច្បាស់លាស់មានហានិភ័យទាបជាងក្នុងការកើតជំងឺធ្លាក់ទឹកចិត្តថប់បារម្ភនិងសូម្បីតែជំងឺវង្វេងវ័យចាស់ឬ Alzheimer ការស្រាវជ្រាវរយៈពេល14ឆ្នាំលើមនុស្សចាស់ជាង 9,000 នាក់បានរកឃើញថាអ្នកដែលមានគោលដៅខ្ពស់មានអត្រាស្លាប់ទាបជាង 30% បើទោះបីគិតពីកត្តាផ្សេងៗក៏ដោយតើធ្វើដូចម្តេចដើម្បីស្វែងរកនិងរក្សាគោលដៅទី1បែងចែកគោលដៅជា3កម្រិតគោលដៅរយៈពេលវែង5ទៅ10ឆ្នាំគោលដៅមធ្យម1ទៅ2ឆ្នាំនិងគោលដៅតូចប្រចាំថ្ងៃគោលដៅធំអាចជាក្លាយជាអ្នកប្រឹក្សាផ្លូវចិត្តគោលដៅមធ្យមអាចជាសិក្សាវគ្គបណ្ដុះបណ្ដាលហើយគោលដៅតូចប្រចាំថ្ងៃអាចជាអានសៀវភៅចិត្តវិទ្យា10ទំព័រ 2. ប្រើបច្ចេកទេស SMART គោលដៅត្រូវតែ specific ច្បាស់លាស់ measurable អាចវាស់វែងបាន achievable អាចសម្រេចបាន relevant ពាក់ព័ន្ធនឹងតម្លៃខ្លួន time bound មានកំណត់ពេលឧទាហរណ៍ជំនួសឲ្យខ្ញុំចង់ហាត់ប្រាណសូមនិយាយថា
ខ្ញុំនឹងដើរលឿន30នាទីរៀងរាល់ព្រឹកថ្ងៃច័ន្ទទៅសុក្ររយៈពេល4សប្តាហ៍ 3. ភ្ជាប់គោលដៅជាមួយតម្លៃស្នូលសួរខ្លួនឯងថាហេតុអីខ្ញុំចង់បានគោលដៅនេះបើចម្លើយគឺដើម្បីផ្គាប់ចិត្តអ្នកដទៃឬគេចពីការឈឺចាប់វាអាចមិនប្រើប្រាស់បានយូរគោលដៅដែលមានអត្ថន័យពិតប្រាកដច្រើនតែតាក់ទងនឹងការលូតលាស់ផ្ទាល់ខ្លួនទំនាក់ទំនងនិងការរួមចំណែកដល់សហគមន៍ 4. អបអរសាទរជំហានតូចៗខួរក្បាលរបស់យើងត្រូវការដូប៉ាមីនដើម្បីរក្សាការលើកទឹកចិត្តរាល់ពេលដែលអ្នកបំពេញកិច្ចការតូចមួយសូមផ្ដល់រង្វាន់ដល់ខ្លួនឯងដូចជាការសម្រាក5នាទីឬញ៉ាំបាស៊ូកាឡាមួយដុំ 5. អនុញ្ញាតឲ្យផ្លាស់ប្ដូរគោលដៅមិនមែនជាប់ខ្នោះទេបើអ្នកដឹងថាគោលដៅចាស់លែងសមស្របនឹងតម្លៃបច្ចុប្បន្នរបស់អ្នកនោះអ្នកអាចកែប្រែវាដោយគ្មានកំហុសការមានគោលដៅមិនមែនមានន័យថាខ្ជាប់ ខ្លឹមសារទី8ការគេងលក់ស្រួលនិងសម្រាកគ្រប់គ្រាន់ការគេងគឺជាអាហារបំពន់ដ៏សំខាន់បំផុតសម្រាប់ខួរក្បាលតែមនុស្សសម័យនេះច្រើនតែមើលរំលងយើងអាចអួតថាយើងគេងតិចតែការពិតការគេងមិនគ្រប់គ្រាន់កំពុងបំផ្លាញសុខភាពផ្លូវចិត្តយើងបណ្ដើអ្នកជំនាញខាងសរសៃប្រសាទលោក Matthew Walker អ្នកនិពន្ធសៀវភៅ Why We Sleep បានព្រមានថាការគេងតិចជាង7ដល់8ម៉ោងក្នុងមួយយប់ជាប្រចាំបង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តការថប់បារម្ភនិងការគិតចង់ធ្វើអត្តឃាតពេលយើងគេងខួរក្បាលមិនមែនគ្រាន់តែបិទទេវាកំពុងធ្វើការសំខាន់ជាច្រើន 1. ការបង្រួបបង្រួមការចងចាំព័ត៌មានពីពេលថ្ងៃត្រូវបានផ្ទេរពី hippocampus ការចងចាំរយៈពេលខ្លីទៅកាន់ cortex ការចងចាំរយៈពេលវែង 2. ការសម្អាតកាកសំណល់ប្រព័ន្ធ glymphatic ដំណើរការយ៉ាងសកម្មពេលគេងជ្រៅលាងសម្អាតជាតិពុលដូចជា beta amyloid ដែលតាក់ទងនឹងជំងឺ Alzheimer 3. ការគ្រប់គ្រងអារម្មណ៍កង្វះដំណេកធ្វើឲ្យអាមីកដាឡាដំណើរការហួសប្រមាណធ្វើឲ្យយើងប្រតិកម្មនឹងស្ថានភាពទូចតាចដូចជាគ្រោះមហន្តរាយការសិក្សាមួយបានរកឃើញថាអ្នកគេងតិចមានប្រតិកម្មអារម្មណ៍អវិជ្ជមានខ្លាំងជាងអ្នកគេងគ្រប់គ្រាន់រហូតដល់ 60% គន្លឹះសម្រាប់គេងលក់ស្រួល 1. កំណត់ពេលគេងឲ្យទៀងទាត់ចូលគេងនិងក្រោកពីគេងក្នុងពេលដូចគ្នាជារៀងរាល់ថ្ងៃសូម្បីតែចុងសប្តាហ៍ 2. បង្កើតពិធីសម្រាកមុនគេងឧទាហរណ៍ងូតទឹកក្តៅអ៊ុនៗអានសៀវភៅក្រដាសមិនមែនអេក្រង់ស្ដាប់តន្ត្រីបន្ធូរឬហាត់ដកដង្ហើម5នាទី 3. ធ្វើឲ្យបន្ទប់គេងងងឹតត្រជាក់និងស្ងាត់សីតុណ្ហភាពល្អបំផុតគឺ18ទៅ20អង្សាសេប្រើវាងននខ្មៅឬរបាំងភ្នែក 4. ជៀសវាងពន្លឺខៀវយ៉ាងហោច1ម៉ោងមុនគេងពន្លឺពីទូរស័ព្ទកុំព្យូទ័រនិងទូរទស្សន៍រារាំងការបញ្ចេញមេឡាតូនីនដែលជាអរម៉ូននាំឲ្យងងុយគេង 5. កំណត់ជាតិកាហ្វេអ៊ីននិងគ្រឿងស្រវឹងកាហ្វេអ៊ីនមានឥទ្ធិពលរហូតដល់8ម៉ោងស្រាអាចធ្វើឲ្យអ្នកងងុយគេងលឿនប៉ុន្តែវាបំផ្លាញដំណេក REM ដែលសំខាន់សម្រាប់សុខភាពផ្លូវចិត្ត 6. បើគេងមិនលក់កុំបង្ខំក្រោកឡើងទៅបន្ទប់ផ្សេងធ្វើអ្វីដែលស្ងប់ស្ងាត់ដូចជាអានសៀវភៅរហូតដល់ងងុយរួចត្រឡប់មកគេងវិញការដេកប្រយុទ្ធនឹងគ្រែបង្កើតការភ្ជាប់ទំនាក់ទំនងអវិជ្ជមានរវាងគ្រែនិងការថប់បារម្ភសន្តិភាពក្នុងចិត្តចាប់ផ្ដើមពីការសម្រាកនៃរាងកាយពេលអ្នកគេងបានគ្រប់គ្រាន់អ្នកនឹងភ្ញាក់ឡើងដោយមានអារម្មណ៍ថាពិភពលោកមិនសូវធ្ងន់ធ្ងរដូចកាលពីម្សិលមិញខ្លឹមសារទី9ការចេះបដិសេធដោយសុភាពទេគឺជាពាក្យខ្លីបំផុតតែជាពាក្យដែលពិបាកនិយាយបំផុតសម្រាប់មនុស្សជាច្រើនយើងខ្លាចថាការបដិសេធនឹងធ្វើឲ្យអ្នកដទៃមិនពេញចិត្តខកចិត្តឬបាត់បង់ឱកាសប៉ុន្តែការនិយាយថាបាទទៅនឹងអ្វីទាំងអស់មានន័យថាអ្នកកំពុងនិយាយថាទេទៅកាន់សុខភាពផ្លូវចិត្តពេលវេលានិងតម្រូវការផ្ទាល់ខ្លួនរបស់អ្នកចិត្តវិទ្យា Vanessa Bones បានរកឃើញថាមនុស្សប៉ាន់ស្មានកម្រិតនៃការខកចិត្តរបស់អ្នកដទៃពេលយើងបដិសេធតាមពិតអ្នកដទៃច្រើនតែយល់ច្រើនជាងអ្វីដែលយើងគិតការមិនចេះបដិសេធនាំឲ្យមានបញ្ហាជាបន្តបន្ទាប់អស់កម្លាំងរ៉ាំរ៉ៃកកគង់កំហឹងក្នុងចិត្ត passive aggression បាត់បង់អត្តសញ្ញាណខ្លួនឯងនិងការធ្លាក់ទឹកចិត្ត
របៀបបដិសេធដោយសុភាពនិងមានប្រសិទ្ធភាព1បច្ចេកទេសទេប៉ុន្តែជំនួសឲ្យការនិយាយថាទេខ្ញុំមិនអាចទេសូមនិយាយថាខ្ញុំមិនអាចជួយបាននៅពេលនេះទេប៉ុន្តែខ្ញុំអាចណែនាំអ្នកផ្សេងបានឬខ្ញុំមិនអាចធ្វើកិច្ចការនេះទេប៉ុន្តែខ្ញុំអាចជួយផ្នែកតូចមួយ2ប្រើការពន្យាពេលបើអ្នកមិនទាន់ច្បាស់ថាត្រូវឆ្លើយយ៉ាងណាសូមនិយាយថាសូមឲ្យខ្ញុំពិនិត្យកាលវិភាគសិនខ្ញុំនឹងឆ្លើយអ្នកវិញនៅព្រឹកស្អែកនេះផ្ដល់ពេលវេលាឲ្យអ្នកគិតដោយមិនប្រញាប់3បដិសេធតែសំណើកុំបដិសេធមនុស្សបំបែករវាងអំពើនិងបុគ្គលនិយាយថាសំណើនេះមិនសមស្របនឹងសមត្ថភាពខ្ញុំទេមិនមែនអ្នកមិនគួរសុំខ្ញុំធ្វើអញ្ចឹង4រក្សាភាសាកាយវិការឲ្យស្របពេលនិយាយថាទេសូមឈរត្រង់សម្លឹងមើលភ្នែកអ្នកនិយាយកុំញញឹមពេកធ្វើឲ្យការបដិសេធមើលទៅមិនច្បាស់5ហាត់និយាយទេក្នុងស្ថានភាពមិនសូវសំខាន់ឧទាហរណ៍បដិសេធមិនទទួលកាបូផ្លាស្ទិកនៅផ្សារបដិសេធមិនញ៉ាំបង្អែមពេលឆ្អែតការហាត់នេះដូចជាការហាត់ប្រាណសាច់ដុំធ្វើឲ្យអ្នកមានកម្លាំងគ្រប់គ្រាន់សម្រាប់ការបដិសេធសំខាន់6រៀនទទួលយកភាពមិនស្រួលរយៈពេលខ្លីការបដិសេធអាចធ្វើឲ្យមានអារម្មណ៍មិនស្រួលក្នុងរយៈពេល30វិនាទីទៅ1នាទីប៉ុន្តែបើអ្នកព្រមទទួលសំណើដែលមិនចង់ធ្វើភាពមិនស្រួលនោះអាចរាលដាលដល់ច្រើនថ្ងៃឬច្រើនសប្តាហ៍សន្តិភាពក្នុងចិត្តកើតឡើងនៅពេលអ្នកយល់ថាការកំណត់ព្រំដែនគឺជាទង្វើនៃការគោរពខ្លួនឯងមិនមែនភាពអាត្មានិយមទេរាល់ពេលដែលអ្នកនិយាយថាទេទៅកាន់អ្វីដែលមិនសំខាន់អ្នកកំពុងនិយាយថាបាទទៅកាន់អ្វីដែលសំខាន់ពិតប្រាកដសម្រាប់អ្នកខ្លឹមសារទី10ការស្វែងរកជំនួយពេលត្រូវការក្នុងចំណោមខ្លឹមសារទាំង10នេះការស្វែងរកជំនួយប្រហែលជាត្រូវការភាពក្លាហានច្រើនជាងគេព្រោះសង្គមយើងនៅមានការមាក់ងាយ stigma ជុំវិញបញ្ហាសុខភាពផ្លូវចិត្តមនុស្សជាច្រើននៅតែគិតថាការទៅជួបអ្នកចិត្តសាស្ត្រមានន័យថាឆ្កួតទន់ខ្សោយឬមិនអាចដោះស្រាយបញ្ហាដោយខ្លួនឯងបានតែការពិតការស្វែងរកជំនួយគឺជាសញ្ញានៃភាពឆ្លាតវៃនិងការយល់ដឹងពីដែនកំណត់របស់ខ្លួនដូចគ្នានឹងពេលយើងបាក់ឆ្អឹងយើងទៅជួបគ្រូពេទ្យជំនាញមិនមែនប្រាប់ខ្លួនឯងថាត្រូវតែរឹងមាំនោះទេសញ្ញាដែលបង្ហាញថាអ្នកគួរស្វែងរកជំនួយ1អារម្មណ៍ទុក្ខព្រួយឬថប់បារម្ភរ៉ាំរ៉ៃលើសពី2សប្តាហ៍2គេងមិនលក់ឬគេងច្រើនពេកខុសធម្មតា3បាត់បង់ចំណង់អាហារឬបរិភោគច្រើនហួសហេតុ4គិតចង់ធ្វើបាបខ្លួនឯងឬអ្នកដទៃ5មានអាការៈភ័យស្លន់ស្លោ panic attack ដូចជាញ័រទ្រូងដកដង្ហើមពិបាកវិលមុខ6ប្រើគ្រឿងស្រវឹងឬគ្រឿងញៀនដើម្បីគេចពីអារម្មណ៍ប្រភពជំនួយដែលអាចរកបានកអ្នកចិត្តសាស្ត្រ psychologist ផ្ដល់ការព្យាបាលដោយការនិយាយ talk therapy ដូចជា CBT DBT mindfulness based therapy ជាដើមខវិកលចរិត psychiatrist ជាគ្រូពេទ្យអាចចេញវេជ្ជបញ្ជាថ្នាំបានគអ្នកប្រឹក្សាយោបល់ counselor ច្រើនធ្វើការលើបញ្ហាជាក់លាក់ដូចជាគ្រួសារអាពាហ៍ពិពាហ៍ការសិក្សាខបណ្ដាញគាំពារសង្គមមិត្តភ័ក្តិដែលចេះស្ដាប់ក្រុមគាំទ្រ support group ឬបណ្ដាញទូរស័ព្ទប្រឹក្សាបន្ទាន់របៀបស្នើសុំជំនួយប្រកបដោយប្រសិទ្ធភាព1ចាប់ផ្ដើមជាមួយអ្នកដែលអ្នកទុកចិត្តនិយាយថាខ្ញុំកំពុងមានបញ្ហាផ្លូវចិត្តតើអ្នកអាចស្ដាប់ខ្ញុំបានទេ2ប្រើភាសាខ្ញុំជំនួសឲ្យអ្នកមិនយល់ពីខ្ញុំសូមនិយាយថាខ្ញុំមានអារម្មណ៍ថាគ្មាននរណាយល់3រៀបចំព័ត៌មានជាមុនសរសេរពីរោគសញ្ញារយៈពេលនិងផលប៉ះពាល់មកកាន់ជីវិតប្រចាំថ្ងៃដើម្បីឲ្យអ្នកជំនាញធ្វើរោគវិនិច្ឆ័យបានច្បាស់4កុំបោះបង់បើជំនួយលើកដំបូងមិនសមអ្នកព្យាបាលខ្លះអាចមិនត្រូវគ្នានឹងបុគ្គលិកលក្ខណៈអ្នកសូមស្វែងរកអ្នកដទៃទៀតរហូតដល់អ្នកមានអារម្មណ៍សុវត្ថិភាពនិងត្រូវបានគេស្ដាប់ការសិក្សារបស់អង្គការសុខភាពពិភពលោក WHO បង្ហាញថាការព្យាបាលផ្លូវចិត្តអាចមានប្រសិទ្ធភាពរហូតដល់ 80% ចំពោះជំងឺធ្លាក់ទឹកចិត្តនិងថប់បារម្ភសន្តិភាពក្នុងចិត្តមិនមែនមានន័យថាអ្នកត្រូវតែដើរតែម្នាក់ឯងទេការលើកដៃសុំជំនួយគឺជាទង្វើនៃភាពក្លាហានដ៏ខ្ពង់ខ្ពស់បំផុតមួយមុខដោយពាក្យស្លោកថាការឈឺចាប់គឺដូចគ្នានឹងការឈឺធ្មេញដែរអ្នកមិនចាំបាច់ស៊ូទ្រាំតែម្នាក់ឯងទេមានពេលជំនាញចាំជួយ